រៀបចំថ្នាំបីវាឲ្យគាត់ហើយចន្ទីនឹងគឺចេញល្អស្រស់គ្រប់ដើមនេះឃើញស្រាប់ហើយ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
មួយអានឹងយើងរកឃើញជាក់ស្ដែងហើយទៅដើមផ្សេងទៀតគឺចេញល្អគ្រប់ដើមនេះដូចដើមនេះគឺស្រស់ល្អស្អាតណាអញ្ចឹងហើយឃើញថាល្អគ្រប់ដើមអត់មានដើមណាអត់ចាញ់ទេឃើញហើយក៏មានការបាត់ទៅវិញជាធម្មតាការចិញ្ចឹមរបស់ដើមអត់គ្រប់គ្រាន់ជួនកាលខ្វះជីវជាតិអីហ្នឹងដោយសារជីហ្នឹងអត់គ្រប់គ្រាន់ហើយក៏តែងតែមានបាត់ទៅវិញ1 2 3ហ្នឹងក៏តែងបំរែបំរួលអាកាសធាតុប៉ុន្តែចន្ទីនេះដើមណាក៏ចាញ់ដែរអត់មានថាអត់ចាញ់ទេនឹងគឺពពួកពូជ M23 អីពណ៌ហ្នឹងឃើញមកជាកោម4 5 4 10អញ្ចឹងឃើញជាស្ដាយសុលគ្រប់ដើមពីដើមល្អអញ្ចឹងឃើញល្អដូចបងប្អូនឃើញតែខ្ញុំដើរមើលក្នុងជាការនិច្ចស្ដែងឃើញល្អហួសគ្រប់ដើមធ្វើម៉េចបើយើងរក្សាតានេះឲ្យគង់វង្សឲ្យល្អទៅធំក្លិនលុយមកតិចបាត់ហើយម្ចាស់ចង្ការដើរតែញឹមក្បួចហើយអញ្ចឹងខ្ញុំបានដើរតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់បងប្អូន